ខ្ញុំសូមជម្រាបសួរដល់លោកគ្រូនិងមិត្តរួមទាំងអស់គ្នាខ្ញុំឈ្មោះលីដាណាត់មកពីចំនួនទី32ហើយថ្ងៃនេះខ្ញុំមានប្រធានបទមួយដើម្បីលើកឡើងមកបកស្រាយប្រធានបទនោះគឺ communication tool ដែលយើងបកប្រែខ្មែរថាគឺជាឧបករណ៍សម្រាប់ទំនាក់ទំនងតើអីទៅគឺជាឧបករណ៍សម្រាប់ទំនាក់ទំនងឧបករណ៍ទំនាក់ទំនងគឺជាបច្ចេកវិទ្យាឬក៏បច្ចេកទេសមួយដែលយើងប្រើប្រាស់ប្រចាំថ្ងៃហ្នឹងឬក៏ជាវេទិកាមួយដែលមនុស្សប្រើប្រាស់ដើម្បីផ្ញើសារទទួលព័ត៌មានចែកចាយនូវព័ត៌មាននិងគំនិតពីអ្នកដទៃផ្សេងទៀតហើយក៏វាបានប្រើប្រាស់នៅក្នុងសាលារៀនអាជីវកម្មនិងជីវិតប្រចាំថ្ងៃដើម្បីកែលម្អនៅកិច្ចសហការនិងការយល់ឃើញផ្សេងៗដែរហើយនៅក្នុងចំណុចបន្តនេះខ្ញុំនឹងមកយ៉ាងពី type of communication tool នៅក្នុងប្រភេទនៃ communication tool នេះខ្ញុំបានចែកចេញជា5ប្រភេទទី1គឺឧបករណ៍ទំនាក់ទំនងដែលប្រើប្រាស់ពាក្យសម្ដីទី2គឺជាឧបករណ៍ទំនាក់ទំនងដែលយើងប្រើប្រាស់ជាលេខអក្សរទី3គឺជាឧបករណ៍ទំនាក់ទំនងតាម digital ទី4គឺជាឧបករណ៍ទំនាក់ទំនងដែលយើងអាចមើលឃើញនិងទី5គឺជាឧបករណ៍ទំនាក់ទំនងដែលយើងមិនប្រើប្រាស់ពាក្យសម្ដីចំណុចទី1គឺឧបករណ៍ទំនាក់ទំនងដែលប្រើប្រាស់ពាក្យសម្ដីគឺយើងប្រើប្រាស់វាដើម្បីសន្ទនាដោយផ្ទាល់មុខដូចជា face to face conversation ហើយជាមួយនឹង phone call គឺការហៅនិយាយទូរស័ព្ទហើយទី3គឺ video call គឺជាការយើងទំនាក់ទំនងគ្នាតាមកញ្ចក់ទូរស័ព្ទយើងមើលគ្នាទៅវិញទៅមកហើយយើងទំនាក់ទំនងគ្នានិយាយគ្នាជាដើមហើយចំណុចទី2គឺជាឧបករណ៍ទំនាក់ទំនងដែលយើងប្រើប្រាស់ជាលេខអក្សរដែលយើងនៅក្នុងនោះយើងបានប្រើប្រាស់ជាប្រភេទ email ការ report ការសរសេរទៅជា letter គឺជាការសរសេរជាសម្បត្តិឬក៏ការសរសេរជា text message ដូចជាយើងឆាតទៅគ្នាតាម Messenger ឬក៏ Telegram ជាដើមចំណុចទី3គឺការទំនាក់ទំនងដោយតាមប្រព័ន្ធ digital គឺយើងប្រើប្រាស់វាជាមួយនឹង technology ជាមួយនឹងប្រព័ន្ធអ៊ីនធឺណិតផងដែរហើយក្នុងចំណុចនេះគឺខ្ញុំលើកឡើងមកអំពីការផ្ញើសារដូចជាការប្រើប្រាស់ដូចជា Messenger ឬក៏ WhatsApp ហើយចំណុចទី2គឺការ video call គឺយើងនិយាយទល់មុខគ្នាឬក៏ប្រជុំដូចជាការប្រើប្រាស់ Zoom ឬក៏ Google Meeting ហើយមួយទៀតគឺ collaboration tool គឺជាការប្រើប្រាស់យើងសហការគ្នាដូចជា Microsoft Teams ហើយជាមួយនឹង Slack ផងដែរហើយចំណុចទី4គឺយើងនៅយ៉ាងពីរឧបករណ៍ទំនាក់ទំនងដែលយើងអាចមើលឃើញដូចជាការប្រើប្រាស់ជារូបភាពដូចជា chatbot ឬក៏ការប្រើប្រាស់ជា graphic ជាដើមហើយយើងក៏មួយទៀតគឺជាការធ្វើបទបង្ហាញដូចជាយើងបើកជា slide ឡើង presentation ជាដើមហ្នឹងក៏ជាទំនាក់ទំនងឬគឺជាឧបករណ៍នៃការទំនាក់ទំនងមួយផងដែរហើយចំណុចទី5គឺយ៉ាងពីឧបករណ៍ដែលមិនប្រើប្រាស់ពាក្យសម្ដីក្នុងចំណុចនេះខ្ញុំចង់និយាយអំពីការប្រើប្រាស់នៅកាយវិការនិងការបញ្ចេញទឹកមុខផ្សេងៗជាមួយនឹង eye contact ហើយនេះគឺជារូបភាពមួយចំនួនដែលខ្ញុំបានដាក់និយាយអំពី face expression គឺជាការបញ្ចេញទឹកមុខដោយបញ្ចេញនៅអាកប្បកិរិយាសប្បាយរីករាយការទុកឬក៏ខឹងឬក៏អីជាដើមចឹងទៅនៅពេលដែលយើងអត់ចង់មានតំណែងមួយណាគេគឺយើងអាចបញ្ចេញនៅទឹកមុខនិងអារម្មណ៍របស់យើងទៅតាមទឹកមុខរបស់យើងផងដែរចំណុចមួយទៀតខ្ញុំនឹងមកនិយាយអំពី why communication tool are important ហេតុអីបានជាឧបករណ៍នៃទំនាក់ទំនងហ្នឹងវាសំខាន់ដោយសារតែឧបករណ៍ទំនាក់ទំនងហ្នឹងវាសំខាន់មកពីយើងត្រូវការកែលម្អនៅការងារជាក្រុមឬក៏កិច្ចសហការផ្សេងៗដើម្បីបង្កើននៅផលិតផលការងារយើងហ្នឹងឲ្យកាន់តែរីកចម្រើនដូចជាការជួយទៅដល់អាជីវកម្មផ្សេងៗឲ្យកាន់តែរីកចម្រើនដោយសារតែយើងមានតំណែងជាមួយនឹងអ្នករួមការងារអ្នកធ្វើការឲ្យយើងបានតំណែងគ្នាទៅវិញទៅមកដើម្បីពិភាក្សានៅបញ្ហាមួយដែលនៅក្នុងក្រុមហ៊ុនយើងហ្នឹងដែលយើងកំពុងតែជួបបញ្ហាហ្នឹងហើយយើងអាចភ្ជាប់នៅតំណែងជាមួយនឹងមនុស្សទូទាំងសកលលោកផងដែរដោយដូចជាឧទាហរណ៍ថាយើងបានទិញអវ៉ាន់មួយពីស្រុកក្រៅអញ្ចឹងទៅយើងក៏ត្រូវមានតំណែងមួយដ៏ល្អដើម្បីនាំចូលនៅផលិតផលពីស្រុកក្រៅនោះយកមកលក់នៅក្នុងស្រុកយើងហើយដើម្បីឲ្យមានតំណែងល្អនោះក៏យើងត្រូវការប្រើប្រាស់នៅ communication tool ដែលយើងហៅថាឧបករណ៍តំណែងនោះផងដែរ
ចំណុចបន្ទាប់នេះខ្ញុំនឹងមកយ៉ាងពីចំណុចសំខាន់ដែលយើងប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃហ្នឹងដែលយើងប្រើប្រាស់ឧបករណ៍តំណខ្ញុំលើកឡើងចេញជា3ចំណុចទូទៅផ្សេងគ្នាទី1គឺនិយាយអំពីអាជីវកម្មដែលយើងប្រើប្រាស់ជា team cooperation ដែលយើងសហការគ្នាជាក្រុមហើយមួយទៀតគឺជាcustomer communication គឺជាតំណជាមួយនឹងអតិថិជនដែលយើងបើកអាជីវកម្មមួយយើងត្រូវតែមានការតំណជាមួយនឹងអតិថិជនnàyហើយចំណុចចុងក្រោយគឺជាការ making decision ជាការសម្រេចចិត្តនៅក្នុងការធ្វើការងារមួយហើយចំណុចទី2គឺនិយាយអំពី education ការសិក្សាដែលយើងដឹងហើយរាល់ថ្ងៃហ្នឹងគឺយើងម៉ោងខ្លះគឺយើងបានរៀនតាមប្រព័ន្ធអនឡាញហើយយើងក៏បាន communication ជាមួយនឹងលោកគ្រូអ្នកគ្រូហើយជាមួយនឹងមិត្តរួមថ្នាក់យើងដូចគ្នាហើយទី2គឺជា group project គឺជាការធ្វើការងារជាក្រុមដើម្បីឲ្យយើងមានភាពសហការគ្នាហើយយើងបានពិភាក្សាគ្នាហើយនឹងចែករំលែកនៅការស្រាវជ្រាវនៅចំណេះដឹងផ្សេងៗហើយចំណុចមួយទៀតគឺ society គឺសង្គមគឺយើងតភ្ជាប់តំណជាសកលដែលយើងមានតំណជាមួយនឹងមនុស្សនៅតាមបណ្ដាប្រទេសផ្សេងហើយចំណុចចុងក្រោយគឺ society គឺសង្គមគឺយើងបានតភ្ជាប់ការតំណគ្នាជាសកលដូចជាឧទាហរណ៍ថាយើងនៅក្នុងស្រុកយើងហើយយើងមានបងប្អូនដែលរស់នៅក្រៅប្រទេសយើងក៏អាចមានតំណជាការវីដេអូខលការនិយាយគ្នាទៅតាមប្រព័ន្ធអ៊ីនធឺណិតជាដើមដែលយើងអាចនៅមានតំណជាមួយគ្នាហើយការចែករំលែកនៅចំណេះដឹងនិងព័ត៌មានផ្សេងសរុបមកឧបករណ៍តំណគឺជាឧបករណ៍មួយដែលមានសារៈសំខាន់ខ្លាំងមែនទែននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងនឹងដោយសារតែឥឡូវហ្នឹងយើងកំពុងតែរស់នៅក្នុងជីវិតមួយដែលយើងប្រើប្រាស់នៅប្រព័ន្ធអ៊ីនធឺណិតប្រព័ន្ធ digital ហើយវាអាចនឹងជួយឲ្យមនុស្សយើងបានចេះដឹងនៅក្នុងការប្រើប្រាស់ការតំណគ្នាទាំងទីជិតទាំងទីឆ្ងាយហើយវាក៏អាចចែករំលែកនៅព័ត៌មានយ៉ាងឆាប់រហ័សការធ្វើបទបង្ហាញរបស់ខ្ញុំជាមកដល់ទីបញ្ចប់ខ្ញុំសូមអរគុណលោកគ្រូនិងមិត្តរួមសិស្សទាំងអស់គ្នាដែលបានស្ដាប់ការបទបង្ហាញរបស់ខ្ញុំ